អ្នកគ្រូខ្ញុំអត់តន់មានគ្រួសារខ្ញុំអត់តន់មានដៃគូរួមភេទទេហេតុអីបានជាខ្ញុំកាត់សិមន់ចាតើតូនជាមួយនឹងជំងឺសិមន់ឬក៏ការមរោគសិមន់នេះមិនមែនតើអ្នកមានគ្រួសារឬក៏អ្នកមានដៃគូទៅមានការកើតទៅលើសិមន់ទេប៉ុន្តែកត្តាធំបំផុតកត្តាចម្បងនៃការឆ្លងពពួកមេរោគការមរោគនេះគឺវាកើតឡើងដោយសារតែកត្តារួមភេទប៉ុន្តែបើសម្រាប់បងឬក៏សម្រាប់អូនៗដែលគាត់អត់ទាន់មានដៃគូរួមភេទអត់ទាន់មានគ្រួសារតែគាត់មានការដោះសាច់សិមន់នៅកន្លែងទ្វីមីរបស់គាត់ផ្ទាល់គឺវាអាចកើតឡើងដោយសារទី1ការប្រើប្រាស់បន្ទប់ទឹករួមបន្ទប់ទឹកសាធារណៈដែលមានមនុស្សចិញ្ចូលច្រើនពីព្រោះយើងអត់ដឹងទេថាណាគេផ្ទុកកាមរោគឬក៏ប្រភេទ A ឬក៏ប្រភេទរោគសត្រីរ៉ាំរ៉ៃ10ឆ្នាំពិបាកក្នុងការព្យាបាលគឺយើងអត់ដឹងទេអញ្ចឹងបើក្នុងករណីដែលយើងចូលទៅយើងអត់បានអនាម័យឲ្យបានត្រឹមត្រូវអនាម័យតំបន់ទ្វីមីរបស់យើងអត់បានល្អគឺបងប្អូននឹងងាយនឹងមានបញ្ហាឆ្លងតាមបន្ទប់ទឹកទី2គឺទាក់ទងជាមួយនឹងការប្រើប្រាស់ខក្នុងរួមការប្រើប្រាស់កន្សែងដៃរួមឬក៏កន្សែងជូតខ្លួនរួមដោយអ្នកផ្សេងនឹងក៏មានផ្ទុកនៅជំងឺមេរោគនឹងដែរអញ្ចឹងដល់ពេលដែលយើងប្រើលាយឡំគ្នាយើងនឹងមានបញ្ហាឆ្លងតែម្ដងទី3បើក្នុងករណីយើងប្រើសារ៉ាំងឬក៏យើងប្រើម្ជុលសម្រាប់ចាក់ទៅលូកស្បែករបស់យើងអីអញ្ចឹងដែលមានពីមុនមកមានអ្នកធ្លាប់ប្រើហើយម្នាក់នឹងគឺមានផ្ទុកមេរោគហ្នឹងអញ្ចឹងយើងក៏ងាយឆ្លងដូចគ្នាប្រភេទការមរោគសិមន់នេះមិនមែនតែយើងរួមភេទតែយើងមានដៃគូទៅអាចឆ្លងបានទេសូម្បីតែកត្តាជុំវិញខ្លួនរបស់យើងក៏អាចមានបញ្ហាឆ្លងបានដែរបើក្នុងករណីយើងបានប្រុងប្រយ័ត្នឲ្យបានត្រឹមត្រូវ